សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់មេរៀនបន្ទាប់ដែលថ្ងៃនេះយើងនឹងសិក្សាអំពីlesson 1 what's the market really is តើទីផ្សារពិតប្រាកដគឺជាអ្វីបាទអញ្ចឹងថ្ងៃនេះគឺយើងនឹងសិក្សាអំពី understanding smart money and market structure គឺការយល់ដឹងអំពី smart money និងបាទរចនាសម្ព័ន្ធនៃទីផ្សារបាទ Smart Money គឺសំដៅទៅលើបាទស្ថាប័នហិរញ្ញវត្ថុធំបាទមានដូចជាក្រុមហ៊ុនសាជីវកម្មមានដូចជាbank អីផ្សេងបាទអញ្ចឹងគឺយើងនឹងស្វែងយល់ទាំងអស់ហ្នឹង Stop trading randomly start thinking like institution បាទឈប់ trade ដោយចៃដន្យបាទមានថាចំណេញដោយចៃដន្យខាតដោយចៃដន្យកន្លែងហ្នឹងគឺសំដៅទៅលើ trade ដោយមិនដឹងយល់អំពីចរិតនៃទីផ្សារបាទ trade មិនយល់អំពីថាតើហេតុអីបានជាទីផ្សារវា move up and down បាទអញ្ចឹងគឺយើងចាប់ផ្ដើមគិតឲ្យដូចជាស្ថាប័នហិរញ្ញវត្ថុធំដែលគាត់ធ្វើការ trade នៅក្នុងទីផ្សារបាទអញ្ចឹងយើងចូលទៅ slide បន្តទៀតបាទ Why is this lesson matter បាទហេតុអ្វីបានជាមេរៀននេះសំខាន់បាទអញ្ចឹង 90%នៃ trader ភាគច្រើនគឺគាត់បាត់បង់លុយកាក់របស់គាត់នៅក្នុងទីផ្សារបាទដោយសារអីដោយសារតែភាគច្រើនគាត់មិនយល់អំពីបាទហេតុអីបានជាតម្លៃទីផ្សារ move up and down គាត់អត់យល់ទេបាទគាត់អត់យល់អំពី market behavior អត់យល់អំពីចរិតលក្ខណៈរបស់ទីផ្សារបាទគាត់ប្រើប្រាស់ indicator បាទអញ្ចឹង indicator ហ្នឹងគឺវាមិនគ្រប់គ្រាន់ទេមានថាយើងមិនអាចយក indicator មកដើម្បីទិញលក់យកផលចំណេញទេគឺយើងត្រូវតែសិក្សាអំពីចរិតលក្ខណៈរបស់ទីផ្សារបាទហេតុអីបានជាទីផ្សារ up ហេតុអីបានជាទីផ្សារ down តើនរណានៅពីក្រោយដែលជំរុញឲ្យទីផ្សារបាទមានការ move បាទ To win consistently we must understand market mechanics បាទកន្លែងនេះគឺគេបញ្ជាក់ថាដើម្បីបាទចំណេញបាទឲ្យថិតថេរយងគង់វង្សយូរអង្វែងណាយើងត្រូវតែយល់ដឹងអំពីបាទ market mechanic អញ្ចឹង market mechanic នេះគឺសំដៅទៅលើបាទ market move up and down បាទតើណានៅពីក្រោយទីផ្សារ The market is not random បាទទីផ្សារគឺវាមិនមែនកាត់ឡើងដោយចៃដន្យទេគឺវាមាន structure របស់វាក្នុងការ move អញ្ចឹងណាបាទអញ្ចឹងយើង move ទៅ slide បន្តទៀតបាទចំណុចទី2 who really move the market បាទតើនរណាបាទជាអ្នកធ្វើឲ្យទីផ្សារ up and down អញ្ចឹងនៅក្នុង slide នេះបងប្អូននឹងបានយល់អំពីបាទស្ថាប័នហិរញ្ញវត្ថុធំដែលធ្វើឲ្យទីផ្សាររង្គោះរង្គើបានក្នុងនោះមានដូចជា JP Morgan Chase បាទមាន Goldman Sachs មាន Citibank មាន HSBC មាន hedge fund មាន Central Bank បាទធនាគារកណ្ដាលដូចជា US Central Bank ដូចជា Euro Central Bank ដូចជាបាទ Great Britain Central Bank បាទសុទ្ធតែប្រទេសស្ថាប័នប្រទេសធំហ្នឹងបាទ Institutional investor បាទ retail trader do not have enough capital to move price អញ្ចឹងកន្លែងនេះគេបញ្ជាក់ថាបាទ trader តូចតាចណា retail trader ហ្នឹង trader តូចតាចបងប្អូន trader 10000 20000 100,000ហ្នឹងគឺតូចតាចគឺគាត់មិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការmove តម្លៃនៅក្នុងទីផ្សារទេអញ្ចឹងអ្នកដែល move ទីផ្សារបានគឺដូចស្ថាប័នធំៗដូច JP Morgan Goldman Sachs Citibank HM បាទអញ្ចឹងអ្នកទាំងអស់ហ្នឹងហើយដែលបាទជាភាគីធំនៅក្នុងទីផ្សារ forex នេះបងប្អូនដឹងទេថាទីផ្សារ forex បច្ចុប្បន្នមានអ្នកបាទ trade រហូតដល់ 7.8 trillion ដុល្លារក្នុងមួយថ្ងៃបាទគឺជាចរន្តទឹកប្រាក់មួយដ៏ធំសម្បើមបាទបើយើងប្រៀបធៀបជាមួយនឹង London Stock Exchange New York Stock Exchange ឬក៏ Tokyo Stock Exchange
គឺមានចំនួន forex គឺមានចំនួនច្រើនមែនតើនៃការ trade ប្រចាំថ្ងៃបាទអញ្ចឹងយើងចូលទៅ slide បន្តទៀតបាទចំណុចទី3 why institution move price បាទហេតុអ្វីបានជាស្ថាប័នទាំងអស់ហ្នឹង move តម្លៃ institution trade billion of dollar cannot enter one single order instantly need liquidity to fill position must create movement to complete order price moves to where liquidity exists បាទអញ្ចឹងស្ថាប័នហិរញ្ញវត្ថុគឺ trade លុយរាប់ពាន់លានដុល្លារបាទគឺมันអាចចូលតាម position ទេបាទគឺគេចាំបាច់ត្រូវការ liquidity ដើម្បីបំពេញនៅ position របស់គេត្រូវតែបង្កើតនៅបាទ movement to complete order បង្កើតចលនា up or down ដើម្បីបំពេញនៅការកម្មង់ទិញលក់របស់គេអញ្ចឹងតម្លៃនៅពេលដែលស្ថាប័នទាំងអស់ហ្នឹងគាត់បានទិញលក់ position របស់គាត់តម្លៃគឺនឹង move ទៅកាន់liquidity exist liquidity ដែលមាននៅលើទីផ្សារថានៅចុង high ឬក៏នៅខាងក្រោម low អញ្ចឹងទៅបាទអញ្ចឹង slide បន្តទៀតបាទចំណុចទី4គឺយើងនិយាយអំពី liquidity តើអ្វីទៅជា liquidity បាទ liquidity គឺស្មើនឹង stop loss បូកនឹង pending order បាទអញ្ចឹង liquidity គឺជាបណ្ដុំសាច់ប្រាក់បាទបើយើងនិយាយទៅគឺជាបណ្ដុំសាច់ប្រាក់នៅក្នុងទីផ្សារវាប្រៀបដូចជាប្រេងឥន្ធនៈអញ្ចឹងបាទអញ្ចឹង stop loss ហើយនឹង pending order ដូចជា buy limit sell limit បាទកំណត់ការទិញកំណត់ការលក់បាទ buy stop sell stop អីហ្នឹងគឺសុទ្ធតែជា liquidity ទាំងអស់តែម្ដងដែលស្ថាប័នហិរញ្ញវត្ថុ looking for to trigger បាទតំបន់ទាំងអស់ហ្នឹងបាទ common liquidity area បាទតំបន់ទូទៅនៃ liquidity ជាទូទៅកើតមាននៅ above equal high នៅលើបាទនៅតំបន់ high បាទ equal high តំបន់ high ពីរស្មើគ្នាហ្នឹងគេថា equal high below equal low នៅខាងក្រោម low បាទ low wick 2នៅខាងក្រោមហ្នឹងគេថា equal low អញ្ចឹងតំបន់ហ្នឹងជា liquidity previous day high and low បាទអញ្ចឹង previous day high and low ហ្នឹងក៏ជា liquidity ដែរបាទ session high and low session ដូចជា Asian session ដូចជា London session ដូចជា New York session បាទគឺដើរតួនាទីជា liquidity ផងដែរ smart money hunt liquidity before the real move អញ្ចឹងជាទូទៅ smart money ស្ថាប័នហិរញ្ញវត្ថុធំៗហ្នឹងគឺគាត់បាទ hunt liquidity ទាំងអស់ហ្នឹងបាទផ្ដាច់ liquidity មុនពេលដែលវាផ្លាស់ប្ដូរទិសដៅពិតប្រាកដបាទអញ្ចឹងឧទាហរណ៍ថាយើងទិញបាទតំបន់យើងទិញវាស្រាប់តែផ្ដាច់ liquidity ហើយបានវា expansion គេថាទីផ្សារ accumulation ហើយបន្ទាប់មកវា manipulation វាផ្ដាច់ហើយបានវា distribution ទៅលើអញ្ចឹងទៅបាទអូខេយើងចូលទៅ slide បន្តទៀតចំណុចទីបាទ5 why indicator fail long term ហេតុអីបានជាការប្រើប្រាស់ indicator នេះគឺវាបរាជ័យរយៈពេលយូរបាទ most indicator use historical data react after price already move give late entry signal ជាទូទៅបាទ indicator ប្រើប្រាស់នៅទិន្នន័យបាទពីអតីតកាលដោយវាប្រតិកម្មបន្ទាប់ពីតម្លៃផ្លាស់ប្ដូរបាទវាផ្ដល់ឲ្យនៅ signal បាទចូលយឺតបាទមានន័យថាតម្លៃ move ហើយបានវាមកតាមក្រោយអញ្ចឹងបាទឧទាហរណ៍ដូចជា MACD crossover after impulse move និយាយថា MACD ហ្នឹងគឺតម្លៃវាឡើងទៅហើយបន្ទាប់មកបានវាឡើងទៅលើមានថាតម្លៃ MACD ហ្នឹងគឺវា cross ឡើងទៅឆ្ងាយហើយបាទអញ្ចឹងបន្ទាប់មកបានវាបង្ហាញ signal buy អីចឹងទៅឬក៏ sell ចឹងទៅអញ្ចឹងមានថាតម្លៃវាទៅហួសទៅហើយបាទ RSI stay overbought in strong uptrend indicator are lagging too បាទ
OSI បាទវាស្ថិតនៅតំបន់ overbought នៅក្នុង strong uptrend មានថាទីផ្សារកំពុងតែឡើងខ្លាំងបាទអញ្ចឹងมันមានន័យថាបាទតំបន់ overbought បាទ70 ទៅ 90% ហ្នឹងគឺជាតំបន់ដែលជានិច្ចកាលត្រូវតែលក់ទេបាទទីផ្សារពេលខ្លះវាបង្កើត high ហើយ high ទៀត high ហើយ high ទៀតអញ្ចឹងកន្លែងហ្នឹងគឺជាអឺអ្វីដែលបាទ smart money គេអត់ធ្វើទេណាគេអត់ធ្វើទេគឺគេចនិច្ចកាលគឺគេ follow trend បាទ indicator are lagging tool បាទអញ្ចឹង indicator ហ្នឹងគឺចង់ថាគឺជាឧបករណ៍ដើរតាមតម្លៃណាវាដើរតាមក្រោយតម្លៃទេបាទតម្លៃ price គឺវា move ទៅមុនអញ្ចឹងបានវាfail long term បាទអញ្ចឹងយើងចូលទៅ slide បន្តទៀតបាទចំណុចទី6 the real problem with indicator trading បាទអញ្ចឹងយើងនិយាយអំពីបញ្ហាពិតប្រាកដជាមួយនឹងការ trading ដោយប្រើប្រាស់ indicator បាទ retail trader trade every crossover បាទអញ្ចឹងគឺគាត់តែងតែចូលទីផ្សារនៅពេលដែលទីផ្សារcrossover មានថាគាត់ថាតម្លៃទៅហួសហើយគាត់គឺថាតម្លៃឡើងហ្នឹងគាត់តាមទិញតម្លៃគាត់អត់រងចាំតម្លៃមក discount ទេ smart money គេរងចាំតម្លៃ discount សិនបានគេទិញឡើងដល់តម្លៃ premium ហើយបានគេលក់អីចឹងទៅ ignore market structure គឺគាត់ច្រានចោលគឺគាត់មិនយល់អំពីបាទរចនាសម្ព័ន្ធផ្សារទេ market structure ទេណា ignore liquidity គឺគាត់ច្រានចោលនៅ liquidity គាត់អត់គិតអំពី liquidity ទេបាទថាតើ liquidity ទីផ្សារផ្ដាច់ liquidity នៅ sweep អីនៅបាទគាត់អត់បានមើលទៅលើទាំងអស់ហ្នឹងទេហើយចំណុចបន្ទាប់គឺ over trade បាទមានន័យថាគាត់ទិញ hit stop loss ហើយគាត់ទិញថែមទៀត hit stop loss ហើយគាត់ទិញថែមទៀតចំណុចទាំងអស់ហ្នឹងគឺ over trade ពេលខ្លះចំណេញហើយគាត់មិនសម្រាណាអញ្ចឹងទាំងអស់ហ្នឹងហើយគឺជាភាពបរាជ័យបាទចំណុចបន្ទាប់ result លទ្ធផលបាទដែលគាត់មានបញ្ហាជាមួយនឹង indicator ហ្នឹងគឺទី1គឺ late entry បាទមានថាតម្លៃហួសទៅហើយបានគាត់ចូលតម្លៃថ្លៃទៅហើយឧទាហរណ៍គាត់ទិញតម្លៃឡើងទៅហើយបានគាត់តាមទិញ indicator ទៅបង្ហាញចំណុចបាយហ្នឹងបាទអញ្ចឹងលទ្ធផលដែលគាត់ប្រើប្រាស់ indicator ទី1គឺឱកាសចូលយឺតបាទហើយផលចំណេញខ្លីបើយើងនិយាយពី risk reward គេថាតម្លៃទិញហើយគាត់ទៅទិញតម្លៃ premium បាត់ទៅហើយតម្លៃថ្លៃបាត់ទៅហើយគាត់អត់ចាំទិញតម្លៃ discount ផងដែរបាទអញ្ចឹងគឺគាត់ទទួលបាន reward ទាបបាទ large lose គឺខាតធំខាតធ្ងន់បាទអូខេយើងចូលមកចំណុចបន្តទៀតចំណុចបន្ទាប់គឺ retail trader behavior បាទគឺយើងសិក្សាអំពីឥរិយាបថនៃបាទ trader តូចតាចអង្គកំប៉ុង retail trader គឺ trader តូចតាចទេបងប្អូនលុយ 10000 20000 100000 20000ហ្នឹងគឺ trader តូចតាចទេបាទគឺបើយើងប្រៀបធៀបជាមួយនឹងស្ថាប័នធំៗគេ trade លុយធំមែនតើរាប់ពាន់លានបាទ retail trader usually buy breakout បាទ sell breakdown អញ្ចឹង retail គាត់ចូលចិត្តតែតម្លៃឡើងខ្ពស់ទៅហើយគាត់ណាគាត់ដាក់ buy stop នៅលើ swing high គាត់ថាតម្លៃទៅទៀតតែពេលខ្លះតម្លៃវាមានទៅណាវា fake breakout ចុះមកក្រោមវិញ pull back ក្រោមមើលឡើងទៅលើហ្នឹងចំណុចហ្នឹងបាទហើយ sell breakdown គាត់ឃើញតម្លៃចុះមកជ្រៅបាទដល់តម្លៃ discount វិញគាត់តាមលក់ទៀតគាត់គិតថាតម្លៃនឹងទៅទៀតតម្លៃពេលខ្លះវា fake break out មកក្រោមហើយវា expansion ទៅលើវា distribution ទៅលើហៅថា AMD បងប្អូន place stop loss at obvious level ដាក់ stop loss នៅកន្លែងដែលងាយ institutional បេងរកឃើញណាជាទូទៅគាត់ដាក់គាត់មិនដោយសារតែគាត់អត់យល់អំពី market structure បាទ
ហើយចំណុចបន្ទាប់ trade emotionally បាទគាត់ trade ដោយប្រើប្រាស់តែអារម្មណ៍ trade ប្រើប្រាស់អារម្មណ៍គឺអត់មាន strategy មួយច្បាស់លាស់ខ្លួនឯងបាទចេះតែចូល trade ឲ្យតែមានប៊ូតុង buy sell ចេះតែចុចចូលបាទអាហ្នឹងគឺការប្រើប្រាស់ trade emotion គឺអត់មាន plan អត់មានការ set up អីត្រឹមត្រូវទេបាទចំណុចបន្ទាប់ risk too much per trade គាត់ចូលមក trade ហ្នឹងគឺថាលុយ 1000 ហ្នឹងគាត់ដាក់2 lot 3 lot ទីផ្សារមួយទៅពីរលេខដាច់បាត់អាហ្នឹងគឺប្រើប្រាស់ risk ច្រើនបាទ they react to price មានថាពួកគាត់ហ្នឹងគឺឃើញតម្លៃឡើងតាមទៅទិញរត់តាមទិញពេលតម្លៃ pull back បន្តិចបាក់តដាច់ចកេះអញ្ចឹងពួកគាត់រំភើបមួយតម្លៃបាទដោយសារតែគាត់មិនយល់អំពី basic នៃ market structure អញ្ចឹងគឺគាត់ថាតម្លៃថាពេលគាត់ចូលទិញអញ្ចឹងចំណេញតិចតួចគាត់ចាប់ដើមកាត់ដែរវាថាគាត់រំភើបជាមួយនឹងតម្លៃរបស់គាត់តែដល់ពេលខាតហ៊ានខាត hold ខាតហ៊ានខាតអាចំណុចទាំងអស់ហ្នឹងគឺជាចំណុចបរាជ័យបាទអូខេចំណុចបន្ទាប់ទៀតបាទ smart money behavior អញ្ចឹងយើងសិក្សាអំពីបាទខាងស្ថាប័នហិរញ្ញវត្ថុម្ដងពីចរិតលក្ខណៈរបស់គេបាទមុននេះយើងសិក្សាអំពីចរិត retail បាទហើយឥឡូវយើងសិក្សាអំពីចរិត smart money តែម្ដងអញ្ចឹង smart money បាទ accumulate quietly បាទអញ្ចឹងaccumulate នេះគឺសំដៅទៅលើទីផ្សារ sideways បាទទីផ្សារ sideways ឬក៏ consolidation ហ្នឹងខាង retail គឺគាត់ចាប់ផ្ដើមទិញលក់នៅក្នុងតំបន់ហ្នឹងបាទទិញលក់សบายចិត្តចំណេញ profit ចំណេញកាត់តែមានអីខាង smart money គេឆ្លាតបាទគេធ្វើ manipulation ហើយគេ distribution គេផ្ដាច់ SL ហើយគេឡើងទៅលើវិញឧទាហរណ៍ថាគេផ្ដាច់ manipulation មកក្រោមគេឡើងទៅលើតម្លៃឡើងទៅលើអួតឈាមអ្នក retail បាទcreate fake breakout ដូចកន្លែងខ្ញុំនិយាយមិញគឺ manipulation បាទ manipulation គឺ fake breakout បាទ grab liquidity ផ្ដាច់ liquidity អស់ហើយបានឡើងឬក៏ចុះហ្នឹងទៅ enter before expansion អញ្ចឹងពួកគេនៅពេលដែលផ្ដាច់ liquidity ហើយគេចាប់ផ្ដើមចូលមុនពេលដែលទីផ្សារវា expansion មានថាវាផ្លាស់ប្ដូរទិសដៅលឿនបាទ focus on risk to reward គឺផ្ដោតទៅលើបាទចំណេញច្រើនខាតតិចចំណេញច្រើនឧទាហរណ៍ថាខាត1ចំណេញ3ខាត1ចំណេញ5អីយ៉ាងទៅហ្នឹងគឺជាអ្វីដែល smart money behavior បាទចរិតលក្ខណៈរបស់ smart money they engineer price movement បាទគឺគេជាអ្នកបាទបង្កើតនៅចលនាតម្លៃហ្នឹងឯងអញ្ចឹង smart money គឺគេបាទ accumulate ដោយស្ងៀមស្ងាត់បាទបង្កើត fake breakout បាទ grab liquidity បាទផ្ដាច់ liquidity ហើយគេចូលមុនពេលទីផ្សារ expansion បាទគឺផ្ដោតសំខាន់ទៅលើបាទខាតតិចចំណេញវែងហើយគេជាអ្នកបង្កើតនៅតម្លៃបាទចលនាតម្លៃគឺគេយល់ដឹងអំពីតម្លៃ movement ហ្នឹងតែម្ដងបាទអញ្ចឹងបានគេអាចគេហៅថាឈ្នះនៅលើទីផ្សារអញ្ចឹង retail យើងត្រូវតែយល់អំពីចរិតលក្ខណៈរបស់ smart money ដើម្បីយើងជោគជ័យនៅក្នុងទីផ្សារអូខេយើងចូលទៅ slide បន្តទៀតបាទចំណុចបន្ទាប់គឺ the auction market concept បាទអញ្ចឹង the auction market concept នេះគឺយើងសិក្សាអំពីបាទតម្លៃបាទ move ចលនាតម្លៃហេតុអីបានជាវា move អញ្ចឹង up to find seller ទីផ្សារឡើងគឺដើម្បីស្វែងរកអ្នកលក់បាទទីផ្សារចុះគឺដើម្បីស្វែងរកអ្នកទិញអញ្ចឹង when demand over supply បាទ price rise នៅពេលណាដែលតម្រូវការច្រើនជាង supply បាទគឺតម្លៃនឹងមានការកើនឡើងហើយនៅពេលណាដែល supply បាទធំជាង demand គឺតម្លៃនឹងមានការធ្លាក់ចុះបាទ
ok បាទអាហ្នឹងគឺគេហៅថា the auction market concept បាទជាអ្វីដែលយើងដឹងថាទីផ្សារបាទវាថាទីផ្សារឡើងគឺដើម្បីស្វែងរកអ្នកលក់ចុះដើម្បីស្វែងរកអ្នកទិញនៅពេលណា demand ធំជាង supply តម្លៃឡើងអ្នកទិញច្រើនជាងអ្នកលក់គឺតម្លៃឡើងនិយាយសួរស្ដាប់បាទនៅពេលណាដែលអ្នកលក់បាទច្រើនជាងអ្នកទិញបាទតម្លៃគឺនឹងមានការធ្លាក់ចុះយល់ណាបងប្អូនបាទអូខេចំណុចបន្ទាប់បាទ market paces ដំណាក់កាលនៃទីផ្សារអញ្ចឹងដោយដែលយើងនិយាយខាងដើមមិញហ្នឹងគឺបាទនេះកន្លែងmarket នេះអញ្ចឹង market ហ្នឹងវាចែកចេញជា3ប្រភេទនេះបាទដំណាក់កាលរបស់វា accumulation បាទវាស្មើជាមួយនឹង consolidation ឬក៏ sideways ទីផ្សារនឹងគឺជាទីផ្សារដែលมันមានទិសដៅច្បាស់លាស់ទេបាទ non direction បាទអត់មានទិសដៅច្បាស់លាស់ទី2 manipulation បាទទីផ្សារកុហកបាទយើងឃើញទេបាទទីផ្សារវាកុហកមកក្រោមនេះ retail គាត់ថាចុះហើយដាក់នាំគ្នា sell break out មកមានអីវា manipulation កុហកឡើងទៅលើវិញ distribution បាទទូសាច់របស់ smart money បាទហ្នឹងគឺជាអ្វីដែលអន្ទាក់ទីផ្សារគេរៀបចំធ្វើឡើងដើម្បី see retail អូខេចំណុចបន្តទៀតបាទ why most trader lose ហេតុអ្វីបានជា trader ភាគច្រើនគឺបាទខាត់បង់លុយកាក់នៅក្នុងទីផ្សារបាទគឺចាញ់នៅក្នុងទីផ្សារដោយសារតែពួកគេ trade ដោយចៃដន្យអញ្ចឹង trade ដោយចៃដន្យហ្នឹងគឺជាការ trade ដោយមិនមាននៅយុទ្ធសាស្ត្រផ្ទាល់ខ្លួនបាទមិនមានផ្នត់គំនិតបាទវែងឆ្ងាយបាទពួកគេគិតថាអាចថាគិតប្រចាំថ្ងៃមួយថ្ងៃត្រូវចំណេញឲ្យបានច្រើនភាគរយគេអត់មានផែនការច្បាស់លាស់ក្នុងការ trade បាទអត់គិត long term ហ្នឹងគេហៅថា trade randomly បាទ follow emotion គឺធ្វើទៅតាមតែអារម្មណ៍ឃើញទីផ្សារតំណងរហូតបាទកន្លែងណាក៏តំណងបាទចុងក្រោយដាច់ account បាទ depend only on indicator ផ្ដោតទៅលើ indicator ទិញលក់ទេអត់យល់អំពី market structure អត់យល់អំពីថាតើណាជាអ្នកបជាទីផ្សារនេះអត់យល់ដឹងតែទិញលក់ don't understand liquidity មិនយល់អំពី liquidity បាទ defy smart money instead of following it ពួកគេបាទប្រឆាំងជាមួយនឹងsmart money ដែលជំនួសឲ្យនៅការfollow បាទជំនួសឲ្យការធ្វើតាមនៅ smart money ឬក៏ institutional bank អញ្ចឹងមានគេប្រឆាំងតម្លៃ retail ទៅចូលចិត្តប្រឆាំងតម្លៃថាទីផ្សារ up នាំគ្នាលក់ទីផ្សារ down បាទនាំគ្នាទិញណាអាហ្នឹងហើយគឺដាយនឹង market អូខេបាទអញ្ចឹងយើងបានចប់នៅមេរៀនទី1របស់យើងហើយបាទសង្ឃឹមថាបងប្អូននឹងបានយល់ស៊ីជម្រៅអំពីមេរៀននេះហើយយើងនឹងជួបគ្នានៅអេពីសូតបន្តទៀតដែលយើងនឹងសិក្សាអំពី trading psychology បាទអរគុណច្រើន